កំហុសធំបំផុតរបស់អាថ័រគឺមានការជឿទុកចិត្តលើក្មេងស្រីម្នាក់នេះព្រោះអាហារដែលនាងបានឲ្យញ៉ាំអាថ័រមិនត្រឹមតែរសជាតិមិនឆ្ងាញ់ទេប៉ុន្តែថែមទាំងធ្វើឲ្យគាត់មានអារម្មណ៍ចង់ក្អួតពេញមួយយប់ទៀតផងនៅពេលត្រឡប់មកដល់តង់វិញភ្នែករបស់អាថ័រចាប់ផ្ដើមធ្លាក់ចុះដោយសារភាពនឿយហត់និងភាពតានតឹងហើយគាត់ចង់ដេកសម្រាកបន្តិចប៉ុន្តែឆេសវិញនៅអង្គុយនិយាយរៀបរាប់រឿងផ្សេងៗអំពីមនុស្សអាក្រក់និងរឿងដែលនាងធ្លាប់បានអានតាំងពីនៅក្មេងនាងថាទោះបីជានាងចង់ទៅកន្លែងនោះខ្លាំងយ៉ាងណាក៏ដោយឆេសក៏មានការភ័យខ្លាចដែរព្រោះនាងឮគេនិយាយថាមិនថាជាអាណាចក្រណាក៏ដោយសុទ្ធតែមានមនុស្សអាក្រក់ដូច្នេះប្រជាជននៅអេលីណូមិនងាយជឿហើយទុកចិត្តនរណាម្នាក់ឡើយនៅពេលឃើញអាថ័រគេងលក់អន្លង់ពេលនិយាយគ្នាថេសបានយកដៃប៉ះបន្តិចហើយស្រមើស្រមៃថាខ្លួនឯងជាបងស្រីដែលល្អរបស់អាថ័រនៅព្រឹកថ្ងៃបន្ទាប់ពួកគេបានបន្តធ្វើដំណើរទៅមុខទៀតទោះបីជានឿយហត់ក៏ដោយក៏អាថ័រនៅតែញ៉ាំដើម្បីកុំឲ្យថេសព្រួយបារម្ភនៅពេលពួកគេបានមកដល់ច្រកទ្វារសម្ងាត់ដែលអាចនាំទៅភូមិរបស់ថេសពេលនោះនាងមានភាពរីករាយយ៉ាងខ្លាំងនាងបានរត់ទៅខាងមុខបើកទ្វារហើយហុចដៃឲ្យអាថ័រទៅតាមនាងផងដែរប៉ុន្តែភ្លាមនោះអ្នកទាំងពីរស្រាប់តែឃើញខ្លួនឯងកំពុងឈរនៅលើផ្លូវមួយដែលត្រូវបានព័ទ្ធជុំវិញដោយដើមឈើធំៗមុនពេលពួកគេដឹងថាកំពុងមានរឿងអ្វីកើតឡើងពេលនោះកងទាហានប្រដាប់ដោយអាវុធមួយក្រុមបានលេចចេញមកភ្លាមហើយពួកគេបាននិយាយថាពួកគេបានដើរតាមសញ្ញារបស់ថេសឆ្លងកាត់ទ្វារផ្លាស់ទីនេះហើយមិនមានការលើកលែងឲ្យអាថ័រទៀតឡើយទាហានទាំងនោះបានចាប់ព័ទ្ធអាថ័រយកអៀងតឹងរឹងដើម្បីស៊ើបអង្កេតថាហេតុអ្វីបានជាគាត់លួចចូលមកទីនេះបានដោយគ្មានការអនុញ្ញាតពេលនោះអាថ័របានហៅឈ្មោះថេសប៉ុន្តែនាងមិនឆ្លើយតបឡើយធ្វើឲ្យគាត់ចាប់ផ្ដើមសង្ស័យថាខ្លួនត្រូវបាននាងក្បត់ហើយគាត់ក៏ស្ដាយក្រោយចំពោះខ្លួនឯងដែលទុកចិត្តលើនាងខ្លាំងពេកគាត់នៅចាំបានថាពេលដែលពួកគេដើរនិយាយគ្នាថេសនាងហៅគាត់ថាអាថ័រដើម្បីឲ្យពួកគេអាចក្លាយជាមិត្តភក្តិនឹងគ្នាអាថ័រចាប់ផ្ដើមគិតថាតើរឿងទាំងអស់នេះគឺជាយុទ្ធសាស្ត្រដើម្បីធ្វើឲ្យគាត់បាត់បង់ការប្រុងប្រយ័ត្នមែនទេនៅពេលទាហានម្នាក់បានបញ្ជាឲ្យសម្លាប់អាថ័រលៀមនោះឆេសស្រាប់តែស្រែកឲ្យពួកគេឈប់ភ្លាមទាហាននោះបាននិយាយថាអាថ័រគឺជាមនុស្សដែលគ្រោះថ្នាក់មិនអាចទប់បានទេព្រោះគាត់ជាមនុស្សប្លែកមុខតែថេសបានពន្យល់ថាអាថ័រគឺជាអ្នកដែលបានជួយសង្គ្រោះជីវិតរបស់នាងហើយគួរតែដោះលែងគាត់ភ្លាមប៉ុន្តែទាហានផ្សេងនៅតែអះអាងថាឆេសត្រូវបានអាថ័របោកបញ្ឆោតដូច្នេះពួកគេនៅតែស្ទាក់ស្ទើរតែភ្លាមនោះពន្លឺពណ៌ខៀវមួយបានលេចចេញមកហើយបរិសុទ្ធចំណាស់ម្នាក់បានបង្ហាញខ្លួនឡើងគៀតបានបញ្ជាឲ្យទាហានទាំងអស់ឈប់សកម្មភាពភ្លាមគាត់បានណែនាំខ្លួនថាគាត់មានឈ្មោះ Viren Arad អតីតជាស្ដេចនៃរាជាណាចក្រ Roelinor ហើយក៏ជាជីតារបស់ Thessia ផងដែរ Viren បានថ្លែងអំណរគុណចំពោះអាថ័រដែលបានជួយសង្គ្រោះចៅស្រីរបស់គាត់ហើយក៏បានបង្ហាញថា Thessia គឺជាព្រះនាងនៃរាជាណាចក្រនេះអាថ័រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគាត់មិនដែលធ្លាប់បាននេះក្មេងស្រីនិយាយអំពីរឿងនេះពីមុនមកទេបន្ទាប់មកឪពុកម្ដាយរបស់ Thessia ក៏បានបង្ហាញខ្លួនមកដែរក្មេងស្រីបានរត់ទៅអបពួកគេថែមទាំងយំលហេកលហាមដោយសារភ័យខ្លាចដែលត្រូវនៅម្នាក់ឯងបែបនេះព្រះមហាក្សត្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញអាថ័រនៅកណ្ដាលរាជធានីហើយបានបញ្ជាឲ្យទាហានឲ្យបញ្ឈប់ភ្លាមប៉ុន្តែ Viren បានពន្យល់ថាមិនថាជាអ្នកណាក៏ដោយគាត់ជាអ្នកនាំ Thessia ត្រឡប់មកកន្លែងមានសុវត្ថិភាពវិញ Thessia ក៏បានប្រាប់ទាហានថាអាថ័របានសង្គ្រោះនាងដូច្នេះពួកគេមិនគួរធ្វើបែបនេះចំពោះគាត់ឡើយបន្ទាប់មកនាងទៅរកអាថ័រហើយបាននិយាយថាអាថ័រនឹងទៅព្រះរាជវាំងជាមួយនាងទោះបីជាអាថ័រនៅមានការអន់ចិត្តបន្តិចក៏ដោយពេលនោះព្រះមហាក្សត្រមើលទៅស្រឡាញ់កូនស្រីខ្លាំងពេកដូច្នេះគាត់មិនហ៊ានបដិសេធទេ Viren ក៏មានអារម្មណ៍ថាអាថ័រមានលក្ខកម្លាំងអ្វីមួយដែរដូច្នេះគាត់ចង់ឲ្យបង្ហាញវានៅពេលក្រោយអាថ័រមិនមានការភ្ញាក់ផ្អើលចំពោះភាពស្រស់ស្អាតនៃអាណាចក្រនេះទេប៉ុន្តែគាត់បានសង្កេតឃើញថាប្រជាជនជាច្រើននៅទីនេះសម្លឹងមើលមកគាត់ដោយខ្សែភ្នែកមិនសូវល្អឡើយព្រោះមានភាពសត្រូវរវាងជនជាតិអែលនិងមនុស្សព្រៃឈើពីអតីតកាលពេលកែវភ្នែក Thessia អាថ័រនឹកឃើញរឿងដែលនាងមិនឪពើនឹងគាត់នៅពេលគាត់ត្រូវបានគេចាប់អាថ័រសម្រេចថាគាត់មិនអាចរស់នៅដូចពីមុនបានទៀតឡើយនៅពេលឈានជើងចូលព្រះរាជវាំងក្រុមស្រីៗមួយក្រុមបានរងចាំទទួលព្រះនាង Thessia បានប្រាប់ពួកគេដោយថាត្រូវតែមានការគោរពចំពោះអ្នកដែលបានជួយសង្គ្រោះជីវិតរបស់នាងហើយថែមទាំងបានធានាថាអាថ័រមិនមែនជាមនុស្សអាក្រក់ឡើយបន្ទាប់មកពួកគេបានទៅបន្ទប់ប្រជុំដើម្បីឲ្យអាថ័ររៀបរាប់រឿងទាំងអស់ឡើងវិញ Thessia ឃើញបរិយាកាសតានតឹងពេកក៏ស្នើឲ្យផឹកតែនិងញ៉ាំអីស្ករសិនខណៈពេលនិយាយគ្នាព្រះមហាក្សត្របានណែនាំខ្លួនថាគាត់មានឈ្មោះ Anduin Arad ហើយមហេសីមានឈ្មោះ Maria Arad អាថ័រក៏បានណែនាំថាគាត់មកពីភូមិតូចមួយក្នុងរាជាណាចក្រ Seven ហើយមានកិត្តិយសយ៉ាងខ្លាំងដែលបានជួបព្រះមហាក្សត្រព្រះមហាក្សត្របានសរសើរថាអាថ័រមានការអប់រំល្អមិនសមជាមនុស្សមកពីទីកន្លែងឆ្ងាយឡើយអាថ័របន្តរៀបរាប់អំពីការបាត់បង់គ្រួសារដោយសារចោរលួចហើយនៅពេលនិយាយអំពីការជួប Thessia បរិយាកាសក្នុងបន្ទប់បានផ្លាស់ប្ដូរភ្លាមព្រះមហាក្សត្រខឹងយ៉ាងខ្លាំងពេលឮថាកូនស្រីរបស់គាត់ត្រូវក្រុម Bonnet ចាប់ចង្រិតអាថ័របានពន្យល់ថាពួកគេគ្រាន់តែជាចោរ4នាក់ហើយគ្រាន់តែចង់ចាប់នាងទៅដើម្បីយកលុយប៉ុណ្ណោះ Viren បានសួរថាតើអាថ័រធ្វើដូចម្តេចទើបពួកគេព្រមដោះលែងមកវិញបានអាថ័របានឆ្លើយថាគាត់មិនបានធ្វើអីទាំងអស់ប៉ុន្តែគាត់បានប្រើមន្តអាគមរបស់គាត់ដើម្បីសង្គ្រោះនាងទាហានម្នាក់ខឹងហើយទាញដាវប៉ុន្តែ Viren បានបញ្ជាឲ្យដាក់ដាវចុះភ្លាម Thessia ក៏បានរៀបរាប់ពីពេលដែលនាងត្រូវបានចោរនោះចាប់ហើយបានឮថាពួកគេគ្រោងនឹងលក់នាងព្រោះជនជាតិអែលមានតម្លៃខ្លាំងពេលឮបែបនេះមនុស្សទាំងអស់ក៏ចាប់ផ្ដើមជឿពេលនោះអាថ័រក៏បានស្នើសុំឲ្យជួយឲ្យគាត់ត្រឡប់ទៅ Seven វិញផងដែរតែព្រះមហាក្សត្របាននិយាយថាច្រកទៅ Seven នឹងបើកតែពេលមានកិច្ចប្រជុំក្រុមជាតិ3ប៉ុណ្ណោះដែលត្រូវរងចាំរយៈពេល5ឆ្នាំទៀតតែទោះជាយ៉ាងណាគាត់មិនឲ្យអាថ័ររស់នៅទីនេះយូរបានទេដូច្នេះគាត់នឹងបញ្ជាឲ្យទាហានជូនគាត់ត្រឡប់ទៅផ្ទះវិញអាថ័រមានអារម្មណ៍រីករាយយ៉ាងខ្លាំងព្រោះចុងក្រោយគាត់អាចត្រឡប់ទៅផ្ទះវិញបានហើយប៉ុន្តែក្នុងពេលនោះគាត់មានការឈឺចាប់ដោយសារមានណាយ៉ាងខ្លាំងដែលគាត់មិនដឹងថាមកពីមូលហេតុអ្វី
គាត់បានដើរទៅកន្លែងស្ងាត់មួយដើម្បីបន្ធូរការឈឺចាប់ហើយសម្រេចថានឹងត្រូវស្វែងយល់ពីមូលហេតុនៃស្ថានភាពនេះឲ្យបានច្បាស់ពេលនឹកដល់ឪពុកម្ដាយអាធរសង្ឃឹមថាពួកគាត់រស់នៅដោយសុវត្ថិភាពផងចុះគាត់បានមើលទៅថេសាដែលញឹមយ៉ាងសប្បាយនៅក្បែរឪពុកម្ដាយរបស់នាងហើយគិតក្នុងចិត្តថាគាត់ក៏ចង់ត្រឡប់ទៅផ្ទះនិងមានអ្នកថែទាំដូចគ្នាផងដែរ